សួស្តីបងប្អូនគ្នានៅក្នុងវីដេអូមុនខ្ញុំធ្លាប់ប្រាប់ពីរបៀប boost TikTok ម្ដងហើយប៉ុន្តែខ្ញុំ boost នៅលើទូរស័ព្ទ Android ហើយថ្ងៃនេះខ្ញុំប្រាប់ពីរបៀបនៃការ add card នៅលើទូរស័ព្ទ iOS ម្ដងដើម្បីដាក់ card បានបងប្អូនចូលមកក្នុង setting បន្ទាប់មកចូលកន្លែង Apple account ហើយ payment and shipping ចាំ plate scan មុខអូខេឥឡូវដល់កន្លែងដាក់ card ហើយកន្លែង number នេះយកលេខ16ខ្ទង់បន្ទាប់មក expire នេះគឺកន្លែងដាក់ថ្ងៃខែផុតកំណត់នៃកាតហើយ CVV គឺលេខ3ខ្ទង់បើបងប្អូនបំពេញតាមនឹងមកហើយបន្ទាប់មកយើងចូលមកកន្លែងboost TikTok ម្ដងអូខេឥឡូវខ្ញុំចូលមក TikTok បងប្អូនខ្ញុំមួយនេះហើយខ្ញុំសាកមកនៅវីដេអូមួយនេះវិញហើយចុចសញ្ញា trace 3បន្តមកទៀតចុច increase view ដើម្បី boost ហើយនៅរកមើលមុខងារណាដែលបងប្អូនចង់ឧទាហរណ៍ថាមាន more view more follower ឬមួយក៏ more profile view មុខងារទាំងអស់ហ្នឹងគឺផ្សេងគ្នាកន្លែង lead នេះផ្សេងនេះគឺផ្សេងអញ្ចឹងថ្ងៃនេះខ្ញុំឧទាហរណ៍មួយឧទាហរណ៍ថា more follower អញ្ចឹងបងប្អូនចុចមកអស់មកក្រោមរកមើលពាក្យ customize នេះដាក់ទឹកលុយដែលបងប្អូនចង់ boost ក្នុងមួយថ្ងៃមកថាមួយថ្ងៃ2000ចុះអញ្ចឹងខ្ញុំដាក់3ថ្ងៃវានេះ9375កតុយ75ហ្នឹងហើយចុចពាក្យ pay ហើយសម្រាប់ iPhone ហ្នឹងគឺយើងគ្រាន់តែ scan មុខឬមួយក៏មានកូដអីហ្នឹងទៅគឺទៅហើយតែប៉ុណ្ណឹងឲ្យតែសំខាន់ក្នុងកាតយើងមានលុយគឺ boost ទៅហើយ